សួស្តីអ្នកនរគ្នាខ្ញុំប៊ុនលៀបអ្នកទាំងអស់គ្នាច្បាស់ជាឃើញហើយនាឡិកានៅលើដៃខ្ញុំនេះគឺជា Apple Watch Series ចុងក្រោយដែលមានឈ្មោះថា Apple Watch Series 11ហើយនៅក្នុងវីដេអូនេះដែរខ្ញុំមកធ្វើការនិយាយពីកម្មវិធីមួយនៅក្នុង Apple Watch ដែលមានឈ្មោះថា Activity ដែលវាអនុញ្ញាតឲ្យយើងធ្វើការតាមដានការបញ្ចេញកាឡូរីលំហាត់ប្រាណនិងរយៈពេលដែលយើងឈរក្នុងមួយថ្ងៃហើយក៏វាអាចតាមដានចំនួនជំហានរយៈចម្ងាយនិងរយៈកម្ពស់ផងដែរតោះកុំឲ្យខាត់ពេលយូរយើងទៅមើលរបៀបប្រើប្រាស់ទាំងអស់គ្នាដើម្បីប្រើកម្មវិធីមួយនេះបានយើងគ្រាន់តែធ្វើការបើក Apple Watch យើងមកហើយធ្វើការចូលទៅកម្មវិធី Activity នោះយើងនឹងឃើញរូបភាពបែបនេះហើយយើងឃើញថាបន្ទាត់ក្រហមគឺជាកាឡូរីបន្ទាត់បៃតងគឺជារយៈពេលលំហាត់ប្រាណហើយនឹងបន្ទាត់ខៀវគឺជារយៈពេលដែលយើងបានឈរហើយយើងធ្វើការ scroll ចុះក្រោមនោះយើងនឹងឃើញថាកាឡូរីដែលយើងបានបញ្ចេញក្នុងមួយថ្ងៃហើយនឹងលំហាត់ប្រាណហើយនឹងរយៈពេលដែលយើងបានឈរយើង scroll ចុះក្រោមទៀតយើងនឹងឃើញចំនួនជំហាននិងរយៈចម្ងាយនិងរយៈកម្ពស់ដែលយើងបានធ្វើក្នុងរយៈពេលមួយថ្ងៃនេះហើយដើម្បីឲ្យឃើញ activity នៅលើ home screen ឬក៏ wallpaper នៅលើ Apple Watch បានយើងគ្រាន់តែធ្វើការបិទវាបន្ទាប់មកយើងចុចប្រកាសលើវាចំនួន1 second ហើយយើងធ្វើការ scroll នោះយើងឃើញថា activity digital យើងចុចលើវាមកនោះវានឹងក្លាយជា wallpaper ជាការស្រេច